Welcome to the thunder from heaven. សូមស្វាគមន៍មកកាន់កម្មវិធីសំឡេងផ្គរលាន់ពីឋានសួគ៌ Arise and shine. ចូលក្រោកឡើងហើយភ្លឺឡើង Awaken, awaken, awaken the bride of Christ. កូនកំមុំរបស់ព្រះគ្រីស្ទអើយចូលភ្ញាក់ដឹងខ្លួនឡើងភ្ញាក់ដឹងខ្លួនឡើងភ្ញាក់ដឹងខ្លួនឡើង Rapture is at hand. ការដែលព្រះយេស៊ូវមកលើក្រុមជំនុំឡើងនឹងជិតមកដល់ហើយ Jesus is coming second time. ព្រះយេស៊ូវទ្រង់ចិត្តយាងត្រឡប់មកវិញជាលើកទី2 Did you ហើយ prepare and be ready? តើលោកអ្នកបងប្អូនវិញបានរៀបចំខ្លួនរួចជាស្រេចហើយ Did ឬ your នៅ heart still love and waiting for your bridegroom? តើបេះដូងរបស់លោកអ្នកបងប្អូននៅតែស្រឡាញ់ហើយទន្ទឹងរង់ចាំថ្ងៃកូរកន្លោះយាងមកវិញដែរឬទេ Did something distract your heart from Jesus? ឬមួយតើមានអ្វីបានតាក់ទាញបេះដូងបងប្អូនចេញពីការស្រឡាញ់ព្រះយេស៊ូវបាត់ទៅហើយ Did the first love melt down? តើសេចក្តីស្រឡាញ់ដើមជាមួយព្រះយេស៊ូវបានរសាយបាត់ទៅហើយនៅក្នុងបេះដូងបងប្អូន And the fear of God disappear? ហើយការកោតខ្លាចព្រះអង្គវិញបាត់សាបសូន្យចេញពីជីវិត The faith in Christ lose. សេចក្តីជំនឿដែលធ្លាប់មានលើព្រះគ្រីស្ទហ្នឹងឥឡូវបានបាត់ទៅហើយជ្រុះចេញបាត់ហើយ But your heart pay attention on the world and the thing in the world. តែបេះដូងបងប្អូនវិញយកចិត្តទុកដាក់ហើយផ្ដោតទៅលើតែលោកីហើយរបស់របរនៃលោកីនេះតែ Do ប៉ុ you ណ្ណោះ know the world will collapse? លោកអ្នកដឹងទេលោកីទាំងមូលនឹងត្រូវដួលរលំចុះទៅ Because this is end of the end time. ពីព្រោះពេលវេលានេះគឺជាគ្រាចុងក្រោយបំផុតហើយ Revelation said Babylon fall. ព្រះគម្ពីរវិវរណៈប្រាប់យើងថាបាប៊ីឡូនដួលរលំចុះ Did ទៅ you know Jesus warned disciples before he go to the cross? លោកអ្នកដឹងដែរទេព្រះយេស៊ូវដាស់តឿនដល់ពួកសាវកមុនទ្រង់យាងទៅលើឈើឆ្កាង They will have many deception you. This is a sign of his coming. ហើយព្រះយេស៊ូវមានបន្ទូលថាទីសម្គាល់មួយដែលសំខាន់នោះគឺថានឹងមានការបោកបញ្ឆោតនាំឲ្យបង្វែងអ្នករាល់គ្នា Deceive Christian love God to fall away from him. គឺការបោកបញ្ឆោតហ្នឹងមកបោកបញ្ឆោតអ្នកគ្រីស្ទានដែលធ្លាប់ស្រឡាញ់ព្រះយេស៊ូវតែនាំឲ្យបង្វែងជ្រុះចេញឆ្ងាយពីព្រះយេស៊ូវ So they be great fall away. ហើយចុងបញ្ចប់ពួកគាត់នឹងដួលរលំចេញពីសេចក្តីជំនឿទៅ Did តែ you ម្ដ see ង sign that he mentioned? លោកអ្នកបងប្អូនបានឃើញទីសម្គាល់ដែលព្រះអង្គបានរៀបរាប់ដាស់តឿនយើងទុកជាមុន War, ដែរទេ rumor of war. ដូចជាសង្គ្រាមដំណឹងនិយាយពីសង្គ្រាម Did you see shaking of economic? បងប្អូនឃើញទេការរង្គោះរង្គើនៃសេដ្ឋកិច្ច Very worse and worse. រត់តែធ្ងន់ធ្ងរទៅហើយធ្ងន់ធ្ង Did រ you ទៅហើយ see crisis, disease never stop? លោកអ្នកឃើញដែរទេវិបត្តិផ្នែកជំងឺរោគីអត់ដែលចេះឈប់ឈរឡើយ Did you experience all persecution, លោកអ្នកមានបទពិសោធន៍ដែរឬទេជាមួយការបៀតបៀន even personal or even the country like Israel and Iran? មិនថាជាក្នុងជីវិតផ្ទាល់ខ្លួនឬក៏ក្នុងជាតិសាសន៍ដូចជាអ៊ីស្រាអែលហើយនិងអ៊ីរ៉ង់ Did you see sin of human increase never before history of mankind? លោកអ្នកបានឃើញដែរទេអំពើបាបរបស់មនុស្សឡើងកម្រិតអាក្រក់បំផុតដែលមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រមនុស្សលោក Did you see sin of even the in the past go together? Never have that. លោកអ្នកបានឃើញដែរទេអំពើបាបឡើងកម្រិតបច្ចុប្បន្ននេះទោះបីយើងយកអំពើបាបពីអតីតកាលបូកសរុបចូលគ្នាក៏មិនស្មើនឹងអំពើបាបអាក្រក់ជំនាន់យើងនេះដែរ Did you see the world filled with gross darkness like Isaiah 60 said? តើលោកអ្នកបានឃើញដែរទេលោកីទាំងមូលគឺគ្របដណ្ដប់ដោយសេចក្តីងងឹតអាក្រក់កខ្វក់ Did you see witchcraft? Every kind all together come attack the church. លោកអ្នកបងប្អូនបានឃើញដែរទេមន្តអាគមគេសូត្រមន្តអាគមមកវាយប្រហារក្រុមជំនុំ Did you hear and see God warn us of his coming? តើលោកអ្នកបានឃើញបានឮដែរទេព្រះអង្គទ្រង់បានដាស់តឿនយើងទុកជាមុនហើយអំពីការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ As គ្រី the ស្ទ day of Noah, ព្រះអង្គប្រៀបប្រដូចទៅនឹងជំនាន់លោកណូអេ they drink, party, marry, and happy. មនុស្សនៅពេលនោះគិតតែផឹកស៊ីជប់លៀងសប្បាយរៀបការប្តីប្រពន្ធតែប៉ុណ្ណោះ Not prepare, not be ready for his coming. គឺពួកគេអត់មានបានរៀបចំខ្លួនឯងរួចជាស្រេចសម្រាប់ការយាងត្រឡប់វិញរបស់ព្រះអង្គទេ It's not wrong to be prepared to marry, happy, party. វាមិនខុសទេការរៀបការប្តីប្រពន្ធទាំងជប់លៀងទាំងសប្បាយក៏អត់ខុសដែរ But you pay attention on that thing until you forget God. ប៉ុន្តែវាខុសពេលណាយើងផ្ចង់ហើយផ្ដោតទៅលើសេចក្តីទាំងអស់នោះរហូតដល់យើងភ្លេចព្រះបាទ Until the water swept in, people die in Noah time. រហូតការជំរុំជម្រះមកដល់ទឹកជន់លិច
ជនបំផ្លាញទាំងអស់មនុស្សស្លាប់ទាំងអស់ជំនាន់លោកណូអេ Like 2 Peter chapter 3 said, they don't believe Jesus coming. ហើយក្នុងព្រះគម្ពីរពេត្រុសបានប្រាប់ថាគេអត់ជឿទេថាព្រះយេស៊ូវនឹងយាង The មកវិញ same in Noah time. ប្រៀបដូចជំនាន់លោកណូអេអញ្ចឹង They don't believe God judged with the water. គេអត់ជឿទេថាព្រះអង្គនឹងជំរុំជម្រះដោយទឹកជំនន់ That's why they walk in what they like, never pay attention, not be ready. បានជាពួកគេដើរតាមចិត្តអត់បាច់ទៅរៀបចំខ្លួនអត់ប្រយ័ត្នអត់អីទេអត់មានកោតខ្លាចព្រះទេ Just drink, just eat, just walk like normal. ចង់ផឹកស៊ីដើរដូចធម្មតា You know, from now on, the world will darkness, everything, every country. លោកអ្នកដឹងទេចាប់ដើមពីពេលនេះទៅគ្រប់ជាតិសាសន៍ទូទាំងសកលលោកក្នុងលោកីនេះនឹងងងឹតទៅមនុស្សដើរក្នុងសេចក្តីងងឹតទៅ One prophet said, មានលោកហោរាម្នាក់ប្រាប់ថា when we have COVID-19, ការចំនួនដែលយើងមាន COVID-19 every society closed. គឺគ្រប់ជាតិសាសន៍គេបិទ Some area cannot walk, cannot traveling. ហើយមានតំបន់ខ្លះវិញគឺអត់អនុញ្ញាតឲ្យធ្វើដំណើរទៅនឹងទេគេបិទមក The one child go to church and ask. មានកូនទូចម្នាក់គាត់បានទៅព្រះវិហារហើយគាត់សួរសំណួរមួយថា Later on, ក្រោយមកគាត់សួរ when they gonna come back to be like happy like before. គាត់សួរថាថ្ងៃណាណោះបានវិលត្រឡប់ទៅដូចជាថាសប្បាយដូចពីដើមវិញដូចធម្មតាសប្បាយដូចពីដើម Go traveling, playing, swimming, and do what we want. គាត់ចង់សួរថាតើថ្ងៃណាទៅបានអ្វីទាំងអស់វិលត្រឡប់ដូចពីដើមវិញតែថាចង់ហែទឹកក៏បានចង់ទៅជុំគ្នាមនុស្សច្រើនធ្វើអីបានដូចដើមអញ្ចឹងពីដើមអញ្ចឹង For instance, want to go to Ukraine, you cannot go now. ឧទាហរណ៍នៅពេលនេះបើយើងចង់ទៅប្រទេសអ៊ុយក្រែនទៅមានបានដែរ You can go Israel, no more. ហើយយើងទៅអ៊ីស្រាអែលអត់បានទេនៅពេលនេះ And the pastor said, ហើយលោកគ្រូគង្វាឆ្លើយតបមកថា even COVID-19 stop. គ្រូគង្វាប្រាប់កូនក្មេងថាទោះបីចប់ពី COVID-19 ទៅហើយ From ក៏ដោយ now on until Jesus come, ពីឥឡូវនេះទៅដល់រាបដល់ថ្ងៃព្រះយេស៊ូវយាង we មកវិញ cannot use our life like before. ពួកយើងអត់អាចប្រើប្រាស់ជីវិតរបស់ពួកយើងដូចពីមុនបានទៀតទេ We must change our lifestyle ពួកយើងត្រូវតែកែច្នៃឲ្យបំផ្លាស់បំប្រែជីវិតបែបបទរបស់ពួកយើង because Jesus coming. ពីព្រោះព្រះយេស៊ូវចិត្តយាងមកវិញហើយ He want the holy bride. ព្រះអង្គចង់បានកូនកំមុំបរិសុទ្ធ He want the bride that walk upright and fellowship love him. ព្រះអង្គចង់បានកូនកំមុំដែលដើរដោយសុចរិតហើយមានការប្រកបអ្នកម្ដងយ៉ាងល្អជាមួយទ្រង់ But Satan want to have bad plan. តែសាតាំងវាមានផែនការអាក្រក់ He want you to dirty. វាចង់ឲ្យបងប្អូនស្មោកគ្រោក He want you to enjoy the world and system darkness of the world. វាចង់ឲ្យបងប្អូនសប្បាយលេងជាមួយនឹងលោកីហើយប្រព័ន្ធនៃសេចក្តីងឹតក្នុងលោកី He want to distract you from first love. សាតាំងចង់តាក់ទាញបងប្អូនចេញពីសេចក្តីស្រឡាញ់ដើម He want to distract you from the word of God. វាចង់តាក់ទាញបងប្អូនចេញពីព្រះបន្ទូលរបស់ព្រះ He want Christian, even the leader, distract you from holiness. សូម្បីតែអ្នកដឹកនាំគ្រីស្ទានក៏ដោយវាចង់តាក់ទាញឲ្យគាត់ចេញពីសេចក្តីបរិសុទ្ធ And walk secret sin with God. ហើយដើរដែលមានអំពើបាបអកំបាំង That's why. And the more close to Jesus coming. រត់តែគៀកពេលវេលាព្រះយេស៊ូវយាងត្រឡប់មក You វិញ look at Israel attack Iran. បងប្អូនមើលប្រទេសអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ This is going to be big war. នេះនឹងក្លាយទៅជាសង្គ្រាមដ៏ធំ Prophetic in the Bible. ជាទំនាយនៅក្នុងព្រះគម្ពីរ Israel represent the country that God loved. អ៊ីស្រាអែលតំណាងឲ្យជាតិសាសន៍ដែលព្រះអង្គទ្រង់ស្រឡាញ់ Because Jesus is Jew. ពីព្រោះព្រះយេស៊ូវជាសាសន៍យូដា In the end time, at the end of the age, នៅចុងបំផុតកល heaven will come down to Jerusalem. ឋានសួគ៌នឹងចុះមកយេរូសាឡឹម He will rule and reign from Jerusalem. ព្រះអង្គទ្រង់នឹងគ្រប់គ្រងហើយសោយរាជពីចំណុចនៅយេរូសាឡឹម That's why he loved Jerusalem. បានជាព្រះអង្គទ្រង់ស្រឡាញ់យេរូសាឡឹម He loved every nation. តែក៏ពិតព្រះអង្គស្រឡាញ់គ្រប់ជាតិសាសន៍ Even Iran, he loved people. Even sin, he loved. ទាំងអ៊ីរ៉ង់ទាំងមនុស្សមានបាបក៏ព្រះអង្គស្រឡាញ់ដែរ May God send missionary to preach in Israel and Iran. Let them get saved. ព្រះអង្គអើយសូមព្រះអង្គចាត់បេសកជនទៅផ្សារនឹងល្អនៅប្រទេសអ៊ីស្រាអែលហើយនៅប្រទេសអ៊ីរ៉ង់ដើម្បីឲ្យមនុស្សបានសង្គ្រោះ When we pray for peace of Israel. ពួកយើងត្រូវតែអធិដ្ឋានឲ្យអ៊ីស្រាអែលមានសេចក្តីសុខ
Psalm 122 said, pray for the peace of Israel. នៅក្នុងព្រះគម្ពីរទំនុកដំណើរ122ប្រាប់យើងថាចូលយើងអធិដ្ឋានឲ្យអ៊ីស្រាអែលមានសេចក្តីសុខសាន្ត Whoever love Israel, God will prosper them. អ្នកណាក៏ដោយស្រឡាញ់អ្នកណាស្រឡាញ់អ៊ីស្រាអែលព្រះអង្គនឹងឲ្យគេបានចម្រុងចម្រើន So we need to pray for Israel every day from now. ហើយដូច្នេះហើយពួកយើងត្រូវតែអធិដ្ឋានឲ្យអ៊ីស្រាអែលជារៀងរាល់ថ្ងៃ From now, the world cannot be the same. ពីចំណុចនេះតទៅពិភពលោកនឹងមិនអាចត្រឡប់មកដូចដើមទៀតឡើយ Because the more close to Jesus coming, the darkness, the Satan, every crisis will increase never before. ពីព្រោះរឹតតែគៀកព្រះយេស៊ូវយាងមកវិញជាលើកទី2លោកីសាតាំងសេចក្តីអាក្រក់វារឹតតែងងឹតទៅអាក្រក់ទៅស្បោកគ្រោកទៅ Sin will increase and increase. Even use the law to do sin. ហើយអំពើបាបវិញនឹងឡើងកម្រិតជាខ្លាំងរហូតដល់ថ្នាក់ប្រើប្រាស់ច្បាប់ដើម្បីនឹងអនុញ្ញាតឲ្យធ្វើបាបបាន Against the law of God. គឺប្រឆាំងទាស់ទៅតឹងនឹងច្បាប់របស់ព្រះអង្គហើយនេះ The nowadays crisis riot, crisis of lawlessness go around the world. ឥឡូវនេះវិបត្តិនៃការទទឹងច្បាប់អាណាធិបតេយ្យបាតកម្មកំពុងកើតឡើងទូទាំងសកលលោក War, rumor of war, riot, lawlessness in each country. សង្គ្រាមដំណឹងនិយាយពីសង្គ្រាមការទទឹងច្បាប់ភាពគេហៅថាអាណាធិបតេយ្យកើតឡើងទូទាំងសកលលោក But God people must walk holy like Jesus. ក៏ប៉ុន្តែចំណែកប្រជារាស្ត្ររបស់ព្រះវិញត្រូវតែដើរដោយបរិសុទ្ធដូចព្រះយេស៊ូវដែរ He planned end time. His bride must walk like Jesus. ប្រផែនការរបស់ផងទ្រង់សម្រាប់គ្រាចុងក្រោយនេះកូនកំមុំរបស់ទ្រង់ត្រូវតែដើរដោយព្រះយេស៊ូវដែរ Or else he disciplined. ពុំនោះទេព្រះអង្គនឹងដាក់ពិន័យ His hand now clean the church around the world. ព្រះហស្ថដៃព្រះអង្គនៅពេលនេះកំពុងតែលាងសម្អាតក្រុមជំនុំទូទាំងសកលលោកតែម្ដង Change the bride from glory to glory. គឺដើម្បីបំផ្លាញប្រែកែច្នៃកូនកំមុំពីស្រីល្អមួយទៅកាន់ស្រីល្អមួយទៀត Prepare the bride to be soldier. ហើយរៀបចំកូនកំមុំឲ្យនាងក្រោកឈរឡើងជាទាហាន Fight the devil. Fight anything darkness that come against the church. ដើម្បីឲ្យនាងតស៊ូហើយតយុទ្ធទាស់នឹងអរិយសាតាំងតស៊ូតយុទ្ធទាស់នឹងស្ដីងឹតណាដែលមកប្រឆាំងជាមួយនឹងក្រុមជំនុំរបស់ផងព្រះ Because Jesus in this spiritual warfare at the end, Jesus killed Antichrist. ពីព្រោះសង្គ្រាមខាងឯវិញ្ញាណសង្គ្រាមនេះនៅគ្រាចុងក្រោយព្រះយេស៊ូវជាអ្នកសម្លាប់អាទទឹងនឹងព្រះគ្រីស្ទ He's win already តាមកំពិតព្រះយេស៊ូវបានឈ្នះរួចទៅហើយ when he raised from the dead នៅពេលព្រះយេស៊ូវបានមានប្រជញ្ញរស់ពីសត្វឡើងវិញ through his blood. តាមរយៈព្រះលហិតនៃទ្រង់ So that's why we, the bride of Christ, បានជាពួកយើងក្នុងនាមជាកូនក្រមុំនៃទ្រង់ may God let you walk in the fear of God and holy before him. សូមព្រះអង្គជួយបងប្អូនឲ្យដើរដោយការកោតខ្លាចដល់ព្រះអង្គហើយដើរដោយបរិសុទ្ធមុនព្រះយេស៊ូវយាងមកវិញ Special, do war in your thought life. ជាពិសេសបងប្អូនត្រូវតែធ្វើសង្គ្រាមនៅក្នុងជីវិតផ្នែកគំនិតរបស់បងប្អូន Yes, the spiritual warfare begin in your thought, your will, your emotion. ពិតមែនពីព្រោះសង្គ្រាមខាងឯវិញ្ញាណវាចាប់ផ្ដើមពីនៅក្នុងគំនិតបងប្អូនអារម្មណ៍បងប្អូនហើយឆន្ទៈរបស់បងប្អូន Your desire អារម្មណ៍បងប្អូនហើយស្ដីប៉ងប្រាថ្នារបស់បងប្អូន in your soul. នៅក្នុងព្រលឹងរបស់បងប្អូន Do war in your soul every day. ដូច្នេះបងប្អូនត្រូវតែធ្វើសង្គ្រាមនៅក្នុងព្រលឹងការពារព្រលឹងបងប្អូនរាល់ថ្ងៃ 2 Corinthians chapter 10. កូរិនថូសទី2ចំពោះ10 Our weapon is not from carnal, គ្រឿងសត្រាវុធរបស់យើងមិនមែនបោកពីសាច់ឈាមទេ but is mighty through God, ប៉ុន្តែមានអំណាចបច្ចេស្តាមកពីព្រះ through pulling down the stronghold, your bad thoughts. ដើម្បីនឹងទាញរំលំទីតាំង9អាក្រក់នៅក្នុងគំនិតយើងនឹងឯង That is not from God. ដែលមិនបានមកពីព្រះទេ Smash the thoughts. ឲ្យយើងដំឲ្យគំនិតនឹងបាក់បែកខ្ទេចទីទៅ Resist the thoughts. ប្រឆាំងទាស់នឹងគំនិតហ្នឹង Pull that down thoughts ទាញអាគំនិតហ្នឹងឲ្យវារលំចុះទៅ and put the meditation, the word of God in your thoughts. ហើយយកព្រះបន្ទូលនៃព្រះមកដាក់ក្នុងគំនិតហើយសញ្ជឹងគិតពិចារណាវិញ Fight daily. បងប្អូនត្រូវតែច្បាំងរាល់ថ្ងៃ We are more than conqueror. ពួកយើងលើសជាងអ្នកមានជ័យជំនះទៅ And ទៀត then
you know, not only spiritual warfare in your thoughts, បងប្អូនក៏ដឹងថាមិនមែនគ្រាន់តែមានសង្គ្រាមខាងឯវិញ្ញាណនៅក្នុងគំនិតបងប្អូនតែប៉ុណ្ណោះទេ we have spiritual warfare between third heaven and the earth. ពួកយើងក៏មានសង្គ្រាមខាងឯវិញ្ញាណរវាងឋានសួគ៌ជាន់ទី And the 3 earth, ហើយផែនដី like Prophet Daniel, ដោយហោរាដានីយ៉ែល seek God for know the knowledge of God. ស្វែងរកព្រះអង្គដើម្បីសុំចំណេះមកពីទ្រង់ចង់ដឹងពីព្រះអង្គ God sent the angel of God បាទព្រះអង្គបញ្ជូនទេវតារបស់ព្រះអង្គ come to give revelation. មកប្រទានការបើកសម្ដែង But Prince of Persia hinder. ប៉ុន្តែម្ចាស់នៃសេរីពើស៊ីរាំងស្ទះ It means that the devil ប្រែថាអារក្ស hinder the angel of God. រាំងស្ទះទេវតានៃព្រះអង្គ They have war in the heavenly place. គឺមានសង្គ្រាមនៅឋានដ៏ខ្ពស់បងប្អូន In this world filled with the darkness cover the earth. នៅក្នុងលោកីយ៍នេះសេចក្តីងងឹតគ្របដណ្ដប់ផែនដី The light and the holiness, the godliness and the truth is in Jesus. ក៏ប៉ុន្តែពន្លឺភ្លឺសេចក្តីបរិសុទ្ធហើយនឹងការកោតខ្លាចព្រះអង្គគឺរកឃើញក្នុងព្រះយេស៊ូវ And authority and power God give back to the church. សិទ្ធិហើយនឹងអំណាចព្រះអង្គបានប្រគល់ឲ្យក្រុមជំនុំវិញហើយ We must enforce the glory of God, the healing of God, the kingdom of God in this darkness world. ក៏ប៉ុន្តែពួកយើងត្រូវឆក់យកសេរីល្អហើយនឹង Kingdom of ន God, គររបស់ព្រះអង្គយកមកដាក់នៅលើ darkness ក្នុង world. លោកីយ៍ដ៏ងងឹតនេះ Wherever we go, មិនថាពួកយើងទៅទីណាក៏ដោយ enforce the light of God shine. បងប្អូនត្រូវតែគេហៅថាបងប្អូនត្រូវតែចាំងពន្លឺរបស់ព្រះអង្គឲ្យខ្លាំងៗ And kick the darkness away. ហើយដើម្បីបណ្ដេញសេចក្តីងងឹតចេញឲ្យឆ្ងាយ We are in the spiritual warfare between light and darkness. ពួកយើងកំពុងស្ថិតនៅក្នុងសង្គ្រាមខាងឯវិញ្ញាណរវាងសេចក្តីងងឹតហើយនឹងពន្លឺ But God prepared the refuge for you. ក៏ប៉ុន្តែព្រះអង្គរៀបចំទីកន្លែងជ្រកកោនការពារសម្រាប់បងប្អូន Crisis increase around the world. វិបត្តិកើនឡើងទូទាំងសកលលោក Increase spiritual warfare. សង្គ្រាមខាងឯវិញ្ញាណកើនឡើង Natural crisis. គឺមានវិបត្តិផ្នែកធម្មជាតិ Satan warfare. សង្គ្រាមជាមួយសាតាំង Economic shaking. វិបត្តិផ្នែកធម្មសំទោសការរង្គើផ្នែកសេដ្ឋកិច្ច Persecution shaking. ការរង្គើនៃការបៀតបៀន Witchcraft shaking. ការរង្គើនៃមន្តអាគម And the system of the world shaking. ហើយប្រព័ន្ធនៃលោកីយ៍ក៏រង្គើដែរ Economic shaking. ការរង្គើផ្នែកសេដ្ឋកិច្ច Look at the war. បងប្អូនសម្លឹងមើល Israel សង្គ្រាម and Iran. រវាងអ៊ីស្រាអែលហើយអ៊ីរ៉ង់ Russia and Ukraine. រុស្ស៊ីនិងអ៊ុយក្រែន And many lawlessness around the world. ហើយភាពទទឹងច្បាប់បងប្អូនភាពចង់និយាយថាអាណាធិបតេយ្យទូទាំងសកលលោក Even in Israel right now, ទាំងនៅប្រទេសអ៊ីស្រាអែលនៅពេលនេះ when they put the siren, ពេលណាដែលគេប្រូសរ៉ែនហើយ prepare to protect by the attack of Iran. សំឡេងសារ៉ែននេះគឺដើម្បីការពារប្រជាពលរដ្ឋពីការអ៊ីរ៉ង់វាយប្រហារ They go to the refuge room. ដោយសារមនុស្សម្នានឹងទៅក្នុងរូងក្រោមដីការពារខ្លួន In this darkness shaking world, នៅក្នុងលោកីយ៍ងងឹតដែលកំពុងរង្គោះរង្គើពេលនេះ is that refuge room. ព្រះយេស៊ូវទ្រង់គឺជាទីជ្រកកោនជាទីពឹងបំណែកហើយបងប្ He អូន is the center of protection in your life. ព្រះអង្គគឺជាពិភពនៃការការពារជីវិតបងប្អូន He is the center of supernatural help in every need. ព្រះអង្គគឺជាពិភពនៃការការពារហើយគ្រប់គងគ្រប់តែស្ដីតការរបស់ You បងប្អូ cannot ន trust anything in this world. Darkness shaking. បងប្អូនមិនអាចទុកចិត្តអ្វីក្នុងលោកីយ៍នេះទេពីព្រោះវាកំពុងរង្គោះរង្គើហើយវាកំពុងងងឹតខ្លាំង You cannot even hiding in any country. ទាំងការលាក់ពួនខ្លួនបងប្អូនទៅលាក់ពួនខ្លួននៅប្រទេសណាក៏អត់រួចខ្លួនដែរ Because when the crisis, war, a riot and lawlessness is going to happen to each country. តើពេលមានវិបត្តិនៃសង្គ្រាមផ្ទុះឡើងធំហើយការទទឹងច្បាប់ភាពចលាចលកើតឡើងគ្រប់ជាតិសាសន៍ And spiritual warfare. ហើយសង្គ្រាមខាងឯវិញ្ញាណ Each family. ទាំងនៅក្នុងគ្រប់ក្រុមគ្រួសារ But God provide you whole armor of God. ប៉ុន្តែព្រះអង្គប្រទានឲ្យបងប្អូនមានគ្រប់ទាំងគ្រឿងសឹករបស់ព្រះ Put the whole armor of God in your life. ចូលបងប្អូនបំពាក់ជីវិតខ្លួនឯងទៅដល់គ្រប់ទាំងគ្រឿង Come សឹករបស់ closer ព្រះ to God. ចូលមកចិត្តព្រះអង្គ And then
walk in Christ. ហើយចូលឲ្យបងប្អូនដើរក្នុងព្រះគ្រីស្ទ Put the shield of faith, protect the dart of enemy. លើកខែនៃសេចក្ដីជំនឿដើម្បីការពារខ្លួនឯងពីព្រួញឆេះរបស់ពួកខ្មាំងសត្រូវ Put the sword of spirit, the word of God, to fight enemy. ហូតយកដាវនៃព្រះវិញ្ញាណគឺជាព្រះបន្ទូលរបស់ផងព្រះដើម្បីនឹងច្បាំងទាស់នឹងពួកខ្មាំង Put the helmet of salvation into your head. ចូលបំពាក់ក្បាលខ្លួនឯងទៅដោយមួកសឹកនៃសេចក្ដីសង្ Be គ្រោះ careful what you thought, because the thought is the place of war. ចូលប្រុងប្រយ័ត្នបងប្អូនរិះគិតអីខ្លះរាល់ថ្ងៃហ្នឹងពីព្រោះក្នុងគំនិតគឺជាកន្លែងមានសង្គ្រាម Put the breastplate of righteousness upon the breast. ចូលបំពាក់ប្រាប់បាំងដើមទ្រូងនៃសេចក្ដីសុចរិត Put the belt of the truth. បំពាក់ក្រវ៉ាត់ចង្កេះនៃសេចក្ដីពិត Always fill your life with the word of God. តែងតែបំពេញជីវិតខ្លួនឯងដោយព្រះ Put បន្ the ទូលរបស់ shoe ព្រះអង្គ of peace ពាក់ស្បែកជើងនៃដំណឹងល្អ wherever you go with the gospel of peace. បាទដំណឹងល្អនៃក្ដីសុខសាន្តគ្រប់ទីកន្លែងបង Prayer ប្អូនទាំងអ and ស់ all kind of prayer ហើយអធិដ្ឋានគ្រប់សពបែបយ៉ាង in the spirit. ខាងឯវិញ្ញាណ And know that Holy Spirit in you ហើយចូលដឹងថាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងបងប្អូន and God in heaven and Jesus win this war. ព្រះអង្គហើយព្រះយេស៊ូវនៅឋានសួគ៌ឈ្នះសង្គ្រាមនេះ Angel will come to support you. ទេវតានឹងមកជួយបងប្អូន And Jesus is the savior. He's a healer. He the deliverer. ព្រះយេស៊ូវទ្រង់គឺជាព្រះសង្គ្រោះជាព្រះប្រោះឲ្យជាព្រះប្រោះឲ្យរួចដោះចំណង He is a God of provision, El Shaddai. ព្រះអង្គគឺជាព្រះនៃដែល No, he is a God of Jireh. ព្រះអង្គគឺជាព្រះយេហូវ៉ាយីរ៉េ And he El Shaddai. ហើយព្រះអង្គជាព្រះយេហូវ៉ាអេលឆៃដាយ It's been God that more than you need. គឺជាព្រះដែលលើសពីសេចក្តីត្រូវការរបស់បងប្អូនទៅទៀត And he the refuge in your life. ព្រះអង្គទ្រង់គឺជាទីជ្រកកោនជាទីពឹងពំនាក់នៃជីវិតបង As ប្អូនហើយ you know in Psalm 91. បងប្អូនជ្រាបនៅក្នុងព្រះគម្ពីរទំនុកដំណើរការ If you 91 put Jesus បើសិនជាបងប្អូនយកព្រះយេស៊ូវ become your refuge, your love. មកជាកន្លែងទីពឹងពំនាក់ជាទីជ្រកកោនគឺជាសេចក្តីស្រឡាញ់របស់បងប្អូន You put Jesus to be the first love in your heart. ពេលណាដែលបងប្អូនមានសេចក្តីឲ្យព្រះយេស៊ូវជាសេចក្តីស្រឡាញ់ដើមរបស់បងប្អូននៅក្នុងចិត្ត You put Jesus above everything in your life. ពេលណាបងប្អូនឲ្យព្រះយេស៊ូវធំជាជាងអ្វីៗទាំងអស់ក្នុងជីវិតបងប្អូន And you have faith, confidence in him and his word. ព្រមទាំងបងប្អូនមានសេចក្តីជំនឿជឿជាក់លើព្រះអង្គហើយព្រះបន្ទូលរបស់ផងទ្រង់ And you close relationship with him day by day. ហើយបងប្អូនមានការទំនាក់ទំនងចិត្តសិទ្ធជាមួយនឹងទ្រង់ជារៀងរាល់ថ្ងៃ It means you put him to be refuge in your life. មានន័យថាបងប្អូនបានយកព្រះអង្គឲ្យព្រះអង្គជាទីពឹងពំនាក់របស់បងប្អូន He's ហើយ shelter in your life. ព្រះអង្គគឺជាទីជ្រកកោននៃជីវិតបងប្អូន You must have awareness of that knowledge. បងប្អូនត្រូវទទួលស្គាល់ហើយដឹងអំពីចំណេះដឹងមួយនេះ And you must declare like Psalm 91 verse 2. ហើយបងប្អូនត្រូវតែប្រកាសដូចជាក្នុងទំនុកបង្កើន91ខ In 2 your prayer life, នៅក្នុងជីវិតនៃការអធិដ្ឋានរបស់បងប្អូ in ន your daily life, នៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូ speak ន out from your mouth បងប្អូនចូលប្រកាសចេញពីបបោមាត់បងប្អូនមក that said, God is my refuge, ដែលចែងថាព្រះអង្គគឺជាទីពឹងពំនាក់របស់ខ្ញុំ my refuge, គឺជាទីពឹងពំនាក់របស់ទូប not ង្គំ only their refuge. មិនគ្រាន់តែជាទីពឹងពំនាក់របស់គេទេ You must speak and pray loudly every day បងប្អូនត្រូវតែនិយាយប្រកាសអធិដ្ឋានឲ្យលឺរាល់ថ្ងៃ and just declare that you understand Jesus is your refuge ហើយត្រូវប្រកាសឲ្យយល់ថាព្រះយេស៊ូវគឺជាទីពឹងពំនាក់របស់ខ្ញុំ and believe. ហើយចូលជឿ And he is my fortress, ហើយព្រះអង្គគឺជាទីជ្រកកោនរបស់ខ្ញុំ my personal, ផ្ទាល់ខ្លួន and he is my God. ហើយព្រះអង្គទ្រង់គឺជាព្រះរបស់ខ្ញុំ My God, not other God, my God. យើងត្រូវប្រកាសថាព្រះអង្គព្រះយេស៊ូវគឺជាព្រះរបស់ទូបង្គំមិនមែនព្រះរបស់អ្នកណាផ្សេងអត់ទេព្រះរបស់ខ្ញុំ And I will trust him. ហើយខ្ញុំឬទូបង្គំនឹងទុកចិត្តនឹងព្រះអង្គ When you acknowledge him, ពេលណាបងប្អូនទទួលស្គាល់ទ្រង់ that he is your God, your personal Jesus, ថាព្រះអង្គគឺជាព្រះផ្ទាល់ខ្លួនរបស់បងប្អូនគឺព្រះយេស៊ូវ and he is your refuge. ហើយព្រះអង្គគឺជាទីពឹងពំនាក់ជាទី You ជ្រក must កោន acknowledge បងប្អូនត្រូវតែទទួលស្គាល់ទ្រង់ and you believe ហើយបងប្អូនត្រូវតែជឿ and you declare ហើយត្រូវតែប្រកាស and you bring it to prayer. ហើយបងប្អូនយកសេចក្តីនេះមកអធិដ្ឋាន And that
protection is come upon you. ហើយការការពាររបស់ព្រះអង្គនឹងមកគ្របការពារបងប្អូន And said, this is my refuge. Jesus ប្រាប់ is ថា my refuge. ព្រះយេស៊ូវគឺជាទីពឹងពំនាក់របស់ខ្ញុំ Speak out បងប្អូនប្រកាសនិយាយចេញពីមាត់ណា and then pray out. ហើយក៏អ loudly. ធិដ្ឋានប្រកាសចេញមកលឺៗមក And then the protection is upon you. ហើយការការពារគឺសម្រាប់បងប្អូន And even quote the word, read the word and quote it in your prayer. បងប្អូនពេលអធិដ្ឋានអានព្រះគម្ពីរហើយសូត្រព្រះគម្ពីរ Jesus will help me ហើយយើងប្រកាសថាព្រះយេស៊ូវនឹងជួយខ្ញុំ from the trap and the enemy. ឲ្យរួចពីលុបរបស់ពួកខ្មែរសត្រូវ He not only refuge, he will help me. ព្រះអង្គមិនមែនគ្រាន់តែជាទីពឹងពំនាក់ទីជ្រកកោនទេព្រះអង្គនឹងជួយខ្ញុំថែមទៀត He will deliver me from the trap of enemy. Word 3. ខ3ព្រះអង្គនឹងប្រោះខ្ញុំឲ្យរួចពីលុបឬក៏អន្ទាក់របស់ពួកខ្មែរសត្រូវ He will deliver me from disease. ព្រះអង្គនឹងប្រោះខ្ញុំរួចពីជំងឺរោគា Word 4. ខ4 He will protect me with his wing. ព្រះអង្គនឹងការពារខ្ញុំនៅក្រោមចង្អេងស្លាបរបស់ព្រះ I អង្គ will refuge in his wing. ហើយខ្ញុំនឹងជ្រកកោនក្រោមចង្អេងស្លាបរបស់ព្រះអង្គ You must declare again that he is faithful. ហើយបងប្អូនត្រូវប្រកាសទៀតថាព្រះអង្គទ្រង់ស្មោះត្រង់ He my shield, my help. ព្រះអង្គគឺជាជំនួយជាខែរបស់ខ្ញុំ Word 5. ខ5 And I will see, I will not fear in the night time. ខ្ញុំនឹងមិនភ័យខ្លាចទេនៅពេលយប់ And the daytime I will not fear. ទាំងនៅពេលថ្ងៃក៏ខ្ញុំមិនភ័យខ្លាចដែរ The arrow of the devil. ព្រួយរបស់ពួកខ្មែរសត្រូវ Verse 6. ខ6 The sickness that come night time I will not fear. ជំងឺរោគាមកនៅពេលយប់ខ្ញុំក៏មិនភ័យខ្លាចដែរ And the sickness come the daytime I will not fear. ហើយជំងឺរោគាមកនៅពេលថ្ងៃក៏ខ្ញុំមិនភ័យខ្លាច Because ដែរ I believe in the fortress of Jesus. ពីព្រោះខ្ញុំជឿលើទីពឹងពំនាក់ហើយទីជ្រកកោនរបស់ខ្ញុំគឺព្រះ And យេ I ស៊ូវ believe in my personal God Jesus. He my help. ខ្ញុំជឿថាព្រះរបស់ខ្ញុំផ្ទាល់ខ្លួនព្រះយេស៊ូវគឺជាជំនួយដល់ខ្ញុំ He fight for me. ព្រះអង្គច្បាំងជំនួសខ្ញុំ Because I love him, I walk in the fear with him. ពីព្រោះខ្ញុំបានស្រឡាញ់ព្រះអង្គហើយខ្ញុំក៏ដើរដោយការកោតខ្លាចព្រះអង្គ ខ7 In the midst of shaking of the world, ខណៈដែលលោកីកំពុងតែរង្គោះរង្គើ left side I see 1,000 dead. នៅខាងឆ្វេងដៃខ្ញុំមនុស្ស 1000 នាក់ដួលស្លាប់ The right hand 10,000 die. ទាំងនៅខាងស្ដាំដៃខ្ញុំមនុស្ស 10000 នាក់ស្លាប់ They fall គេដួលចុះ like earthquake, like sickness, like war. ដូចជាការអញ្ជួយផែនដីសង្គ្រាមឬក៏ជំងឺរាតត្បាតអីចឹង Left side die 1,000. Right hand 10,000. មនុស្ស 1000 នាក់ដួលនៅខាងឆ្វេងដៃខ្ញុំ 10000 នៅខាងស្ដាំដៃខ្ញុំ Word 8. ខ But 8 Jesus is my protect, my help. ប៉ុន្តែព្រះយេស៊ូវគឺជាអ្នកការពារខ្ញុំជាអ្នកជួយដល់ He ខ្ញុំ will send angel help or protect me. ព្រះអង្គនឹងចាត់ពួកទេវតាមកការពារខ្ញុំ I will refuge in him ខ្ញុំនឹងជ្រកកោននៅក្នុងទ្រង់ because I put him to be my house. ពីព្រោះខ្ញុំបានយកព្រះអង្គជាទីជ្រកកោនរបស់ខ្ញុំ Word 10. ខ 10 Nothing danger will come upon me. គ្មានអ្វីអន្តរាយគ្រោះថ្នាក់នឹងមកប៉ះពាល់ខ្ញុំឡើ No យ matter what crisis mentioned in Matthew 24. មិនថាជាវិបត្តិអ្វីបានរៀបរាប់ទុកក្នុងម៉ាថាយ People 24 no money to eat, no money, no food to eat. ពេលគ្រប់គ្នាអត់មានលុយទិញបាយញ៉ាំ And I will have food to eat. នោះខ្ញុំនឹងមានអាហារញ៉ាំ I will water to drink. ខ្ញុំនឹងមានទឹកផឹក Because God Jesus is my refuge, my help, my provider. ពីព្រោះព្រះអង្គម្ចាស់ព្រះយេស៊ូវគឺជាទីពឹងពំនាក់ជាទីជ្រកកោនហើយជាអ្នកផ្គត់ផ្គង់ដល់ខ្ញុំ Because God will send angels charge over me ព្រះអង្គនឹងចាត់ពួកទេវតាមកការពារខ្ញុំ and protect me. ហើយការពារខ្ញុំ But be careful my life. ហើយប្រុងប្រយ័ត្នជីវិតខ្ញុំការពារជីវិតខ្ញុំ Word 13. ខ 13 And God will train me to step on the devil ហើយខ្ញុំនឹងជន់លើអរិយ and destroy all the devil. ហើយបំផ្លាញគ្រប់ទាំងអរិយសាតាន Because God with me. ពីព្រោះព្រះអង្គគង់នៅជាមួយខ្ញុំ Word 14. ខ 14 God will help me ព្រះអង្គនឹងជួយខ្ញុំ because he loved me and I love him. ពីព្រោះព្រះអង្គស្រឡាញ់ខ្ញុំហើយខ្ញុំស្រឡាញ់ព្រះអង្គ He will deliver me ព្រះអង្គនឹងប្រោះខ្ញុំឲ្យបានរួច because I love him. ពីព្រោះខ្ញុំស្រឡាញ់ទ្រង់ I put him to be my protector, my help. ខ្ញុំបានយកព្រះអង្គជាទីពឹងពំនាក់ហើយជាអ្នកការពារដល់ខ្ញុំ He will protect me from the danger ព្រះអង្គនឹងការពារខ្ញុំពីសេចក្តីអន្តរាយ because I know his name. He's faithful. ពីព្រោះខ្ញុំស្គាល់ដល់ព្រះនាមទ្រង់ព្រះអង្គទ្រង់ស្មោះត្រង់
15. ខ15 When I cry out when problem, ពេលខ្ញុំស្រែកយំពេលខ្ញុំមានបញ្ហា God will answer to me. ព្រះអង្គនឹងឆ្លើយតបមកកាន់ខ្ញុំ In the midst of problem, ខណៈដែលមានបញ្ហា God will be with me ព្រះអង្គនឹងគង់នៅជាមួយខ្ញុំ and help me, ហើយនឹងជួយដល់ខ្ញុំ deliver me, ប្រោះខ្ញុំឲ្យរួច and give me long life ហើយប្រទានឲ្យខ្ញុំមានជីវិតយូរអង្វែង and help me every time that I cry out. ជួយខ្ញុំគ្រប់ពេលដែលខ្ញុំស្រែកយំរកទ្រង់ Oh, thank you, Jesus. អរព្រះគុណព្រះយេស៊ូវ Thank you, Jesus. អរព្រះគុណព្រះយេស៊ូវ When we put you first, ពេលណាពួកយើងដាក់ព្រះអង្គជាលេខ leave 1 you to be a shelter in our life, ពេលណាយើងលើកដំកើងព្រះអង្គជាទីពឹងពំនាក់ជា that ទី you are ជ្រកកោនរបស់ពួកយើងខ្ញុំ faithful God, ថាព្រះអង្គជាព្រះដែលស្មោះត្រង់ loving and loving and care to us. ព្រះអង្គទ្រង់ស្រឡាញ់ហើយយកប្រតិទុកដាក់នឹងពួកយើងខ្ញុំ When we receive your love, ពេលពួកយើងខ្ញុំបានទទួលសេចក្តីសែងរបស់ព្រះអង្គ we put you first. ពួកយើងខ្ញុំដំកើងព្រះអង្គជាលេខ We put you to be refuge and protector in the shaking of darkness. 1ពួកយើងខ្ញុំដំកើងទ្រង់ជាទីពឹងពំនាក់ជាទីជ្រកកោនខណៈ Like មានការរង្គួនរង្គើ Psalm 91 said, ដូចនៅក្នុងព្រះគម្ពីរទំនុកអង្គការ I put 91 myself in your trust ខ្ញុំបានដាក់ខ្លួនឯងហើយទុកចិត្តព្រះអង្គ and put myself into your hand ហើយខ្ញុំផ្ញើខ្លួនឯងនៅក្នុងដៃរបស់ព្រះអង្គ so you can protect, help and change. ដើម្បីព្រះអង្គជួយការពារហើយព្រះអង្គជួយហើយនឹងបំផ្លាស់បំប្រែ And then use us for your glory. សូមព្រះអង្គប្រើប្រាស់ពួកយើងខ្ញុំសម្រាប់សេរីល្អនៃទ្រង់ផងព្រះបិតាដ៏ជាព្រះអើយ Precious Jesus, ព្រះយេស៊ូវអើយ may you watch over your children. សូមព្រះអង្គទតមើលលើកូនចៅរបស់ព្រះអង្គ May you reveal your protector, your help, your supernatural El Shaddai to your people. សូមព្រះអង្គបើកសម្ដែងថាព្រះអង្គជាព្រះដែលជួយដែលការពារដែលផ្គប់ផ្គង់ដល់កូនចៅរបស់ព្រះអង្គជា El Shaddai. Let them see revelation that you are bigger than every problem, every Satan. សូមឲ្យពួកគាត់បានឃើញថាព្រះអង្គធំលើសជាជាងបញ្ហាហើយសាតាំងណាទាំងអស់ And may you give revelation that Jesus want to be their shelter. សូមព្រះអង្គប្រទានការបើកសម្ដែងឲ្យពួកគាត់ដឹងថាព្រះយេស៊ូវសពហាតីនឹងធ្វើជាទីពឹងពំនាក់ទីជ្រកកោនរបស់ពួកគាត់ Want to show love through goodness, healing, deliverance, blessing financial to them. ព្រះអង្គសពហាតីដើម្បីបង្ហាញសេចក្តីស្ដែងដល់ពួកគាត់តាមរយៈការពារការប្រោយជាការរំដោះចំណងការផ្គប់ផ្គង់ Reveal to your children. សូមព្រះអង្គបើកសម្ដែងដល់កូនចៅទ្រង់ Reveal to your bride បើកសម្ដែងដល់កូនកំមុំរបស់ that ព្រះ you អង្គ come soon. ថាព្រះអង្គនឹងយាងមកវិញ In ឆាប់ the ៗ midst នេះ of ហើយ shaking, ខណៈដែលមានការរង្គួនរង្គើ your children, your bride កូនរបស់ព្រះអង្គកូនកំមុំរបស់ព្រះអង្គ will trust you, can trust you, អាចទុកចិត្តនឹងទ្រង់បាន and you will be shelter to them. ព្រះអង្គនឹងជាទីអាក់កំបាំងជាទីជ្រកកោនជាទីពឹងពំនាក់ដល់ពួកគាត់បាន Like Noah boat with the Noah ប្រៀប family. ដូចជាទូកណូអេហើយនឹងក្រុមគ្រួសារណូអេ You're bigger than any problem. ព្រះអង្គធំលើសជាងបញ្ហាណាទាំងអស់ You are mighty, King of Kings, Lord of Lords, more than any king on earth. ព្រះអង្គទ្រង់ជាព្រះដែលមានគ្រប់ប្រជាស្ដាជាស្ដេចលើអស់ទាំងស្ដេចព្រះជាម្ចាស់លើអស់ទាំងព្រះជាម្ចាស់លើ You ផែន are ដីនេះ Almighty God, ព្រះអង្គគឺជាព្រះដែលមានគ្រប់ប្រជាស្ដា supernatural God, mighty God, ព្រះលើសពីវិស័យធម្មជាតិមានគ្រប់ប្រជាស្ដា holy God, ជាព្រះដែលជាបរិសុទ្ធ passion, loving God to suffering humanity. ជាព្រះដែលមានសេចក្តីស្រឡាញ់មេត្តាករុណាចំពោះមនុស្សរងទុក្ខលំបាកវេទនា When we cry out to you, ពេលពួកយើងខ្ញុំស្រែកយំរងទ្រង់ you come, send angel to deliver us and help us. សូមព្រះអង្គយាងមកចាត់ទេវតាមកជួយប្រោះពួកយើងខ្ញុំឲ្យបានរួចណាព្រះ May អង្គ your អើយ people learn how to walk close relationship with you. សូមឲ្យប្រជារាស្ត្រនៃទ្រង់រៀនហើយចេះដើរដែលមានការប្រកបអ្នកម្ដងចិត្តសិទ្ធជាមួយនឹងទ្រង់ Please to your heart like Enoch. គប់បហាតីព្រះអង្គដូចអេណុក And so you can rapture in your time. ដើម្បីព្រះអង្គនឹងលើកពួកគាត់ឡើងនៅពេលវេលារបស់ទ្រង់ May you seal them with the blood of Jesus. សូមព្រះអង្គលាបពួកគាត់ដោយព្រះលោហិតរបស់ព្រះយេស៊ូវ Protect them from the crisis of end time. ការពារពួកគាត់ពីវិបត្តិនៃគ្រាចុងក្រោយនេះ May you reveal the angel army to your people. សូមព្រះអង្គបើកសម្ដែងពលតបទេវតាដល់ពួកគាត់ May you reveal yourself encounter with your suffering people. សូមព្រះអង្គបើកសម្ដែងអង្គទ្រង់ឲ្យមនុស្សដែលមាន
រៀបព្រះអង្គដែលរងទុក្ខលំបាកវេទនាមានបទពិសោធន៍ជាមួយនឹងព្រះ so អង្គ they can believe and trust you. ដើម្បីពួកគាត់នឹងជឿហើយទុកចិត្តព្រះអង្គ May your healing hand សូមឲ្យដៃនៃការប្រោះជារបស់ព្រះអង្គ healed all sickness of people right now in Jesus' ប្រោះ name. អ្នកឈឺទាំងអស់គ្នានៅពេលនេះឲ្យបានជាក្នុងព្រះនាមយេស៊ូវ May your healing hand of fire សូមឲ្យប្រហោះនៃការប្រោះជាភ្លើងរបស់ព្រះអង្គ through the word on this video តាមរយៈព្រះបន្ទូលក្នុងវីដេអូនេះ deliver the people from bondage and stronghold ប្រោះមនុស្សឲ្យរួចពីចំណងហើយនឹងទីមាំមួន and burn it the darkness that hiding in their heart. ដុតបញ្ឆេះសេចក្តីងឹតដែលពួនសង្ងំក្នុងបេះដូងរបស់ពួកគាត់ May your burning hand of God សូមឲ្យព្រះហស្ថភ្លើងរបស់ព្រះអង្គ change their heart from glory to glory. កែច្នៃបេះដូងពួកគាត់ពីសេរីល្អមួយទៅកាន់សេរីល្អមួយទៀត Give them faith, សូមព្រះអង្គប្រទានឲ្យពួកគាត់មានសេចក្តីជំនឿ hope, សេចក្តីសង្ឃឹម love ហើយសេចក្តីស្រឡាញ់ like Jesus Christ. ដូចព្រះយេស៊ូវគ្រីស្ទ May you change them to become more like you សូមព្រះអង្គបំផ្លាស់បំប្រែកែច្នៃពួកគាត់ឲ្យរឹតតែមានជីវិតដូចជាអង្គទ្រង់ដែរ and can trust you in the time of shaking of this world. ដើម្បីឲ្យពួកគាត់ទុកចិត្តព្រះអង្គខណៈដែលលោកីយ៍នេះរង្គោះរង្គើ May the fear, សូមឲ្យគ្រប់ទាំងភាពភ័យខ្លាច hopeless, អស់សង្ឃឹម angry, ខឹង release from them in Jesus' name. គឺចេញពីគាត់ទៅក្នុងព្រះនាមយេស៊ូវ May the disappointment, សូមឲ្យការបាក់ទឹកមិនបាក់ទឹកចិត្តទេសូមឲ្យការបាក់ទឹកចិត្ត and hopeless ហើយអស់សង្ឃឹម disappear from their heart. គឺរសាយចេញពីដួងចិត្តគាត់ទៅ May you heal the broken heart, សូមព្រះអង្គប្រោសជាអ្នកបាក់បែកផ្លូវចិត្ត heal the wound, ព្យាបាលរបួស heal the drama in the past, ព្យាបាលរឿងអាក្រក់ដែលធ្លាប់កើតឡើងពីមុនក្នុងជីវិតគាត់ heal the broken heart. ព្យាបាលអ្នកបាក់បែកផ្លូវចិត្ត May the fear disappear from their heart. សូមឲ្យភាពភ័យខ្លាចបានរសាយចេញ May ពី the ចិត្តគាត់ worry, anxiety disappear. សូមឲ្យកង្វល់ខ្វល់ខ្វាយហើយនឹងខ្វល់ខ្វាយភ័យខ្លាចចេញពីគាត់ And the Bắt trên với con. shalom of God, សាឡូមរបស់ព្រះអង្គ victory of God, ជ័យជំនះរបស់ព្រះអង្គ peace of God, សុខសាន្តរបស់ព្រះអង្គ protection of God, ការការពាររបស់ព្រះអង្គ blessing of ប្រ God, ទានពររបស់ព្រះអង្គ comfort of God, ការកំសាន្តចិត្តរបស់ព្រះអង្គ security of សុ God វត្ថិភាពរបស់ព្រះអង្គ be with them គង់នៅជាមួយគាត់ through Jesus Christ. តាមរយៈព្រះយេស៊ូវគ្រីស្ទ Shalom សាឡូម in Jesus' name. ក្នុងព្រះនាមព្រះយេស៊ូវ Amen. អាមែន